សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ Channel YouTube របស់ខ្ញុំសាជាថ្មីក្នុងវីដេអូនេះដែរជាសកម្មភាពបោះតង់មួយយប់របស់ខ្ញុំនៅជិតបឹងពេសេគិរីរម្យហើយខ្ញុំបានថតវាទុកជាអនុស្សាវរីយ៍សម្រាប់ខ្លួនឯងនិងសម្រាប់អ្នកទាំងអស់គ្នាទស្សនាកម្សាន្តលេងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តពេលដែលខ្ញុំទៅបោះតង់ខ្ញុំចូលចិត្តរកកន្លែងស្ងប់ស្ងាត់ដើម្បីបំបាត់ stress ពីបញ្ហាការងារនិងភាពធុញថប់តានតឹងដែលខ្ញុំមានពេលដែលនៅទីក្រុងនិយាយពីទីក្រុងសម្រាប់ខ្ញុំគឺធុញថប់មែនទែនពេលដែលស្ទះម្ដងបរិយាកាសស្អុះស្អាប់មនុស្សច្រើនកកកហើយបនឲ្យទៅដល់ថ្ងៃអាទិត្យជាពេលដែលឈប់សម្រាករបស់ខ្ញុំក្នុងមួយសប្តាហ៍នឹងអាចបានជិះម៉ូតូមកទីស្រុកស្រែជនបទឬព្រៃភ្នំមើលទេសភាពស្អាតៗហើយស្រូបយកខ្យល់អាកាសបរិសុទ្ធចេញពីធម្មជាតិពិតជាស្រស់ស្រាយក្នុងអារម្មណ៍មែនទែនការបោះតង់របស់ខ្ញុំគឺសាមញ្ញមែនទែនមិនមានម្ហូបអីគួរជាទីទាក់ចិត្តគ្រប់គ្នាឡើយមានតែអង្ករច្រកពីផ្ទះ
មីពងទាប្រៃសាច់ក្រកព្រោះខ្ញុំបោះតង់តាមជីវភាពដែលខ្ញុំមានសម្រាប់ការបោះតង់របស់ខ្ញុំមួយជើងចំណាយអស់តែ10ទៅ$12អស់ទៅលើថ្លៃសាំងច្រើនជាងគេតាមផ្លូវចិត្តឬឆ្ងាយសម្រាប់ខ្ញុំបើអ្នកទាំងអស់គ្នាបែបណាដែរអារម្មណ៍ពេលបានគេងស្ដាប់សំឡេងធម្មជាតិបែបនេះពិតជាស្រស់ស្រាយណាស់សម្រាប់ខ្ញុំចង់មានពេលបែបនេះឲ្យបានច្រើនមែនទែនតែថាការបោះតង់របស់ខ្ញុំមួយខែអីបានចេញតែមួយជើងប៉ុណ្ណោះពេលច្រើនជាដំណើរកម្សាន្តវិលល្ងាចព្រោះពេលជប់សម្រាករបស់ខ្ញុំមានតែមួយថ្ងៃហើយនេះជា channel មួយទៀតរបស់ខ្ញុំ
វីដេអូសកម្មភាពរបស់ខ្ញុំបានមកដល់ទីបញ្ចប់ហើយចាំជួបគ្នានៅវីដេអូបោះតង់បន្តទៀតរបស់ខ្ញុំតែមិនដឹងពេលណាទេ